តើអាញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដកគឺជាអ្វីអដកត្រូវបានបង្កើតឡើងដោយប្រជាក្រិតចុះថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2023ដើម្បីជួយដោះស្រាយវិវាទរបបវេនីវិវាទពាណិជ្ជកម្មនិងវិវាទដទៃទៀតដែលច្បាប់អនុញ្ញាតប្រកបដោយប្រសិទ្ធភាពរហ័សនិងឥតគិតកម្រៃតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅទីនេះការដាក់ពាក្យបណ្ដឹងគឺមានលក្ខណៈសាមញ្ញនិងងាយស្រួលអ្វីដែលយើងត្រូវការជាដំបូងនោះគឺអង្គហេតុវិវាទអត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្ដឹងនិងរបស់ភាគីម្ខាងទៀតបន្ទាប់ពីធ្វើការចុះបញ្ជីពាក្យបណ្ដឹងរួចហើយអគ្គលេខាធិការដ្ឋាននឹងចាត់ចែងពាក្យបណ្ដឹងនេះជូនទៅមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទដែលជាអ្នកទទួលបន្ទុកដោះស្រាយសំណុំរឿងនោះដោយឆាប់រហ័សភាគីទាំងពីរនឹងត្រូវបានកោះអញ្ជើញដើម្បីស្ដាប់ពិភាក្សាដែលបើកចំហដើម្បីឲ្យស្វែងយល់អំពីគ្នាទៅវិញទៅមកឈានទៅរកការព្រមព្រៀងបញ្ចប់វិវាទនៅក្នុងបន្ទប់ប្រជុំសម្រុះសម្រួលដោះស្រាយវិវាទនៅពេលដែលការសម្រុះសម្រួលទទួលបានជោគជ័យនេះជាជំរឿនដែលពួកភាគីទាំងអស់គ្នាបានព្រមព្រៀងតើទាំងអស់គ្នាយល់ព្រមតាមជំរឿនទាំងអស់គ្នាដែរចា៎បងនឹងពេញចិត្តអូខេនឹងឲ្យយើងសម្រេចចិត្តតាមនោះទេបងបាទហ្នឹងខេខ្ញុំទទួលយកតាមហ្នឹងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនឹងចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទតាមច្បាប់កំណត់ហេតុនេះមានអនុភាពដូចទៅនឹងសាក្រមស្ថាពររបស់តុលាការនៅអដកយើងដោះស្រាយវិវាទដោយឥតគិតកម្រៃឆាប់រហ័សនិងអាចទទួលយកបានដោយឈលលើគោលការណ៍ជិះឈ្នះទាំងអស់គ្នាតាក់ទងមកយើងឥឡូវនេះ